ស្វាគមន៍មកកាន់ការប្រើប្រាស់នៅកម្មវិធីចុះឈ្មោះសិស្សនិស្សិតរបស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញជាដំបូងគឺមាន3ប៊ូតុងសម្រាប់សិស្សនិស្សិតជ្រើសរើសប៊ូតុងទី1សម្រាប់សិស្សនិស្សិតចូលរៀនដោយការបង់ប្រាក់ប៊ូតុងទី2សម្រាប់សិស្សនិស្សិតចូលរៀនដោយអាហារូបករណ៍និងប៊ូតុងទី3សម្រាប់សិស្សនិស្សិតដែលមានគណនីរួចអាចបំពេញឈ្មោះនិងលេខកូដចូលប្រើប្រាស់បានជាដំបូងពួកយើងជ្រើសរើសលើប៊ូតុងទី1ដោយបង្ហាញពីរបៀបចុះឈ្មោះដោយការបង់ប្រាក់មកដល់កន្លែងនេះប្រសិនបើសិស្សនិស្សិតបានបង្កើតគណនីរួចរាល់ពួកគាត់អាចបំពេញឈ្មោះនិងលេខកូដចូលប្រើប្រាស់បានប៉ុន្តែក្នុងលក្ខខណ្ឌនេះគឺយើងផ្ដោតលើសិស្សនិស្សិតថ្មីឬមិនទាន់មានគណនីប្រើប្រាស់ដូចនេះពួកយើងត្រូវចុចលើអក្សរចុះឈ្មោះដែលមានពណ៌ក្រហមបន្ទាប់មកបំពេញលេខទូរស័ព្ទរបស់យើងជាមួយនឹងលេខកូដក្រោយពីបំពេញរួចរាល់សូមចុចលើប៊ូតុងចុះឈ្មោះបន្តមកទៀតបំពេញលេខកូដ6ខ្ទង់ដែលបានផ្ញើចូលក្នុងទូរស័ព្ទរបស់អ្នកក្រោយពីបំពេញរួចសូមចុចលើពាក្យផ្ទៀងផ្ទាត់បន្ទាប់មកប្រព័ន្ធនឹងបង្កើត QR code មកឲ្យអ្នកដោយលើកក្រោយលោកអ្នកគ្រាន់តែ scan លើ QR code គឺអ្នកអាចចូលប្រើប្រាស់ក្នុងកម្មវិធីបានឬបំពេញឈ្មោះលេខកូដដោយមិនចាំបាច់ប្រើប្រាស់ QR code ចំពោះ QR code នេះប្រព័ន្ធនឹងធ្វើការរក្សាទុកដោយស្វ័យប្រវត្តិចូលទៅក្នុងកន្លែងផ្ទុករូបថតក្នុងទូរស័ព្ទដៃរបស់លោកអ្នកមកដល់កន្លែងនេះតម្រូវឲ្យសិស្សនិស្សិតបំពេញនៅប្រវត្តិរូបសង្ខេបរបស់ខ្លួនដំបូងខ្ញុំសូមធ្វើការបង្ហាញពីរបៀបដាក់រូបថតលើគណនីដោយការថតភ្លាមឬលោកអ្នកអាចជ្រើសរើសរូបថតដែលបានថតទុករួចជាស្រេចបន្ទាប់មកបំពេញនៅប្រវត្តិរូបសង្ខេបរបស់ខ្លួនចំពោះកន្លែងនេះតម្រូវឲ្យសិស្សនិស្សិតជ្រើសរើសនៅរូបភាពសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិរបស់ខ្លួនក្រោយពីបានបំពេញរួចសូមចុចលើពាក្យបន្ទាប់ចំពោះកន្លែងនេះសិស្សនិស្សិតអាចបំពេញក៏បានឬរំលងសិនក៏បានបន្ទាប់មកចុចលើពាក្យបន្ទាប់ចំពោះកន្លែងនេះក៏ដូចគ្នាសិស្សនិស្សិតអាចបំពេញក៏បានឬរំលងក៏បានបន្ទាប់មកចុចលើពាក្យបន្ទាប់មកដល់កន្លែងនេះតម្រូវឲ្យសិស្សនិស្សិតជ្រើសរើសនៅមុខជំនាញសិក្សារបស់ខ្លួនជាដំបូងសូមជ្រើសរើសមុខជំនាញសិក្សាបន្ទាប់ជ្រើសរើសលើកម្មវិធីសិក្សាជាចុងក្រោយសូមជ្រើសរើសលើវេនសិក្សាក្នុងលក្ខខណ្ឌនេះតម្រូវឲ្យសិស្សនិស្សិតជ្រើសរើសព័ត៌មានគ្រប់ទាំងអស់ប្រសិនបើមានកន្លែងណាដែលមិនទាន់បានជ្រើសរើសប្រព័ន្ធកម្មវិធីនឹងឲ្យជ្រើសរើសម្ដងទៀតចំពោះកន្លែងនេះសិស្សនិស្សិតត្រូវពិនិត្យលើមុខវិជ្ជាតម្រង់ទិសរបស់ខ្លួនប្រសិនបើមុខវិជ្ជាតម្រង់ទិសរបស់ខ្លួនធ្លាក់ត្រូវគ្រីសក្នុងប្រអប់ដោយបន្ថែមជាមួយនឹងទឹកប្រាក់ 20,000 រៀលបន្ថែមទៀតប៉ុន្តែសិស្សនិស្សិតមិនចាំបាច់គ្រីសនោះទេប្រសិនបើមុខវិជ្ជាតម្រង់ទិសមិនបានធ្លាក់បន្ទាប់មកចុចលើពាក្យបញ្ជាក់ចំពោះកន្លែងនេះប្រសិនបើសិស្សនិស្សិតជ្រើសរើសមុខជំនាញដែលមានតម្លៃក្រោម$500គឺមិនបានឆ្លងកាត់នៅកន្លែងនេះទេគឺត្រូវបង់ប្រាក់រយៈពេល1ឆ្នាំពេញប៉ុន្តែក្នុងលក្ខខណ្ឌនេះសិស្សនិស្សិតអាចបង់ប្រាក់ចាប់ពីតម្លៃ$500ឡើងដូចនេះគឺមាន2ជម្រើសសម្រាប់ការបង់ប្រាក់ជម្រើសទី1សិស្សអាចបង់ប្រាក់1ឆមាសម្ដងក៏បានហើយជម្រើសទី2សិស្សអាចបង់1ឆ្នាំពេញក៏បានក្រោយពីជ្រើសរើសរួចសូមចុចលើពាក្យបន្ទាប់មកនឹងចេញជារបាយការណ៍សង្ខេបមួយដើម្បីឲ្យលោកអ្នកអាចត្រួតពិនិត្យនៅព័ត៌មានផ្ទាល់ខ្លួនឡើងវិញមកដល់កន្លែងនេះប្រសិនបើអ្នកឃើញចំណុចខ្វះខាតកន្លែងណាមួយឧទាហរណ៍អ្នកចង់កែប្រែវេនសិក្សារបស់អ្នក
ដូចនេះអ្នកត្រូវត្រឡប់ទៅកន្លែងជ្រើសរើសមុខជំនាញឡើងវិញដោយបដូរលើវេនសិក្សារបស់អ្នកពីវេនព្រឹកទៅវេនរសៀលក្រោយពីបដូររួចចុចលើពាក្យបន្ទាប់ពិនិត្យរបាយការណ៍សង្ខេបម្ដងទៀតលោកអ្នកនឹងឃើញមានការកែប្រែរួចរាល់នៅលើវេនសិក្សាបន្ទាប់ពីត្រួតពិនិត្យម្ដងទៀតរួចសូមចុចលើពាក្យថាស្នើសុំកូដបង់ប្រាក់បន្ទាប់មកប្រព័ន្ធនឹងបង្ហាញរបាយការណ៍សង្ខេបម្ដងទៀតដោយភ្ជាប់ជាមួយលេខកូដបង់ប្រាក់ដោយលេខកូដនេះគឺយើងអាចយកទៅធ្វើការបង់ប្រាក់តាមធនាគារផ្សេងៗដូចជា ABA, A-Cylinder និង FTB បន្ទាប់ពីបានលេខកូដបង់ប្រាក់សូមចុចលើពាក្យរួចរាល់ដូចនេះដំណើរការនៃការបង់ប្រាក់របស់សិស្សបង់ថ្លៃសិក្សាត្រូវបានបញ្ចប់ចំពោះកន្លែងនេះជាប្រវត្តិនៃការបង់ប្រាក់របស់សិស្ស